សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះជាញឹកញាប់គឺឈឺខ្នងមកពីអ្វីមនុស្សជាច្រើនគិតថាការឈឺខ្នងគ្រាន់តែជារឿងធម្មតាប៉ុន្តែពេលវាកើតឡើងញឹកញាប់ឬយូរអង្វែងវាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយ៉ាងខ្លាំងដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុសំខាន់ៗនិងវិធីដោះស្រាយមូលហេតុទី1គឺអង្គុយយូរពេកអ្នកដែលធ្វើការការិយាល័យឬប្រើកុំព្យូទ័រយូរជាញឹកញាប់អង្គុយក្នុងទម្រង់មិនត្រឹមត្រូវនេះធ្វើឲ្យសាច់ដុំខ្នងតឹងនិងបណ្ដាលឲ្យឈឺមូលហេតុទី2គឺការកាន់ទម្ងន់ខុសវិធីបើអ្នកលើកវត្ថុធ្ងន់ដោយមិនប្រើទម្រង់ត្រឹមត្រូវវាអាចប៉ះពាល់ដល់ខ្នងនិងឆ្អឹងខ្នងមូលហេតុទី3គឺកង្វះលំហាត់ប្រាណបើអ្នកមិនហាត់ប្រាណសាច់ដុំខ្នងនឹងខ្សោយហើយងាយរងរបួសឬឈឺមូលហេតុទី4គឺទម្ងន់រាងកាយលើសការមានទម្ងន់លើសបង្កើនសម្ពាធលើខ្នងហើយអាចបណ្ដាលឲ្យឈឺយូរអង្វែងមូលហេតុទី5គឺគេងមិនត្រឹមត្រូវការគេងលើគ្រែរឹងពេកឬទន់ពេកឬគេងក្នុងទម្រង់មិនល្អអាចបណ្ដាលឲ្យឈឺខ្នងពេលភ្ញាក់ឡើងមូលហេតុទី6គឺ stress ពេលអ្នកមាន stress សាច់ដុំអាចតឹងហើយបង្កឲ្យមានការឈឺខ្នងមូលហេតុទី7គឺបញ្ហាឆ្អឹងខ្នងដូចជាដុំឆ្អឹងរលាកឬ disc problem បើអ្នកឈឺខ្លាំងឬមានអារម្មណ៍ចាក់គួរតែទៅពិនិត្យជាមួយគ្រូពេទ្យឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងកែទម្រង់អង្គុយឲ្យត្រង់ខ្នងត្រូវគាំទ្រទី2កុំអង្គុយយូរពេករៀងរាល់30នាទីគួរឈរឬដើរតិចៗទី3ហាត់ប្រាណទី4លើកវត្ថុដោយប្រើជើងមិនមែនខ្នងទី5គ្រប់គ្រងទម្ងន់រាងកាយនិងគេងលើគ្រែដែលសមស្របបើការឈឺខ្នងមិនធម្មតាឬឈឺខ្លាំងយូរអង្វែងសូមទៅពិគ្រោះជាមួយគ្រូពេទ្យសរុបវិញការឈឺខ្នងអាចមកពីទម្លាប់ប្រចាំថ្ងៃបើយើងកែប្រែទម្លាប់តូចៗយើងអាចកាត់បន្ថយបញ្ហានេះបានបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ